បងប្អូនគុំឃើញគាត់ដើរថតផ្កាយអញ្ចឹងគុំគិតថាគាត់នឹងជា MMO ដៃថ្មីអីសោះតាមពិតគាត់កំពុងរៀបយុទ្ធសាស្ត្រមួយដែលគេឲ្យឈ្មោះថាដាច់ផ្ងាគួយគុណផ្កាបញ្ជាទ័ពគាត់ម្នាក់នេះគឺជាកំពូលមហាមេទ័ពបាហ៊ូបាលីដែលមានរហស្សនាមថារាជសីខ្លែងស្រាពេលក៏ស្រែកម្ដងខ្លាំងជាងកម្លាំងរញ្ជួយដីកម្រិត1លានរិកទ័រទៅទៀតជាឧទាហរណ៍បើគាត់ស្រែកពីភ្នំពេញទៅនោះកម្លាំងរញ្ជួយនឹងក៏ក្រាវដល់ទីក្រុងបាងកកឯណោះយើងមិនចូលដីគេតែមិនអនុញ្ញាតឲ្យគេចូលដីយើងងាកមកមើលពីអំណាចវិញគាត់មានស្នាដៃច្រើនណាស់រហូតទទួលការតែងតាំងជាសម្ដេចក្រោយមកជាឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខនិងក្រោយមកទៀតជាអគ្គមហាសេនាបតីតួនាទីទាំងនេះមិនមែនបានមកដល់ចៃដន្យឬទទេនោះទេគឺមកពីគាត់មានស្នាដៃជួយជាតិខ្លាំងណាស់ដូចជារំលាយបាក់ប្រឆាំងចាប់សកម្មជនដាក់គុកបំបិទសម្លេងឯករាជ្យអភិវឌ្ឍវិស័យពុករលួយបកពួកនិយមកាប់ព្រៃដេញមូសនិងជួយជំរុញវិស័យឆាប់បោកតាមអនឡាញឲ្យរីកស្គុបស្គាយធ្វើឲ្យកម្ពុជាមានឈ្មោះល្បីលើឆាកអន្តរជាតិជាដើមចោះសួរថាគាត់មានតួនាទីច្រើនម្លឹងតើអត់មានការងារធ្វើទេអីបានជាមកដាវថតផ្កាអញ្ចឹងរឿងនេះមិនបាច់ខ្វល់នោះទេព្រោះគាត់មានសម្ដេចគុណង៉ែតដ៏ខ្លាំងពូកែមួយហើយដែលមានជំនាញខាងដោទៀកមួយនិងលោតឆាត់ឧបគាត់បាននិយាយថាកូនគាត់មានសមត្ថភាពនឹងពូកែណាអាចស្នងតំណែងពីគាត់បានគុំខ្វល់ច្រើនពេកម្យ៉ាងទៀតគាត់គយគុណផ្កាទំនងមកពីគាត់មានសម្ពាធផ្លូវចិត្តខ្លាំងដោយសារមុនផ្ទុះសង្គ្រាមគាត់បាននិយាយអង្អាចសម្បើមណាស់ដល់តែពេលចាញ់អស់ទឹកអស់ដីបានធ្វើឲ្យគាត់ខ្មាស់គេខ្លាំងគួរសមដែរណាមួយក្នុងជីវិតនយោបាយរបស់គាត់គ្មានសម័យណាដែលគាត់ធ្លាក់ប្រជាប្រិយភាពនិងចាញ់សមរភូមិប្រយុទ្ធដូចក្នុងពេលនេះឡើយហើយការអាម៉ាស់នេះវាផ្ទុយទៅនឹងខ្សែភាពយន្តរឿងគូនប្រុសក្រំបន្តិភ្លើងអាបដែលគាត់ចេះលួយរាប់លានដុល្លារដើម្បីថតជាចុងក្រោយសូមផ្ដាំទៅកាន់បងប្អូនសូមបន្តជួយលើកជើងនិងបញ្ចូលគាត់ផងសូមគំរិះគុណគាត់ប្រយ័ត្នគាត់ចាប់ដាក់គុកលេខលឹកណើនឹកមកដល់លឹកស្នើស្នងចំជួបណានួនអូនសាសងនៅសំបីសាច់ទឹកលិចហើយបងអូនថ្ងៃនេះភ្លៀងខ្លាំងមើលកន្លែងខ្ញុំដេកកណ្ដាលវាស្រែបងអូនមើលម៉ែឲ្យខ្ញុំចាស់អស់ហើយដល់ពេលចាក់មានកន្លែងដេកទេបងអូននេះពិបាកដល់ហើយនេះភ្លៀងឡើងលិចទឹកត្រឹមខ្មងជើងនេះបន្ទាប់ពីភ្លៀងរួចព្រឹកឡើងចៃអត់ចេញវាណែនអស់